មានកាមេរ៉ាមួយបញ្ឆោតនៅនឹងហើយក៏នឹកឃើញដល់រឿងដែលកើតឡើងថ្មីម្សិលមិញហ្នឹងហ្មងចង់ចែកម្លែកទៅបងប្អូនទាំងអស់គ្នាម្សិលមិញហ្នឹងគឺខ្ញុំបានជជែកជាមួយនឹងក្រុមការងារម្នាក់ខ្ញុំបានប្រាប់គាត់ចង់ឲ្យគាត់អភិវឌ្ឍខ្លួនចូលរួមជាមួយនឹងកម្មវិធីហើយក៏បានជំរាបប្រាប់គាត់ថាអត្ថប្រយោជន៍ដែលគាត់ព្រមមកចូលរួមប្រជុំជាមួយខ្ញុំអញ្ចឹងគឺគាត់នឹងទទួលបានអត្ថប្រយោជន៍3ទី1គឺរៀនអំពីរបៀបធ្វើអាជីវកម្មទី2ដឹងអំពីផ្លូវដែលត្រូវអភិវឌ្ឍខ្លួនឯងហើយទី3គឺផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងតែម្ដងនៅពេលដែលអញ្ជើញគាត់អញ្ចឹងទៅគាត់ក៏ឆ្លើយតបមកវិញបែបលក្ខណៈក្លាហានដែរទៅសើគាត់ថាគាត់អត់ទាន់ ready ទេក្នុងហេតុផល2ទី1គឺគាត់មានភាពរៀងខ្ជិលច្រអូសដឹកមកហើយទី2គឺគាត់នៅខ្លាចអញ្ចឹងនៅពេលដែលខ្ញុំជា elder ជាអ្នកដែលមានអាយុច្រើនជាងហើយឮគាត់ថាគាត់ខ្ជិលដឹកមុខខ្ញុំរៀង feel ថា surprise ប៉ុន្តែទៅសើដែលថាគាត់ហ៊ានបើកកកាយហើយនិយាយការពិតណាព្រោះគាត់អត់លាក់បាំងទេគាត់ខ្ជិលគាត់ប្រាប់យើងថាខ្ជិលហ្មងអញ្ចឹងខ្ញុំ appreciate គាត់ខ្លាំងដែលគាត់ហ៊ានបញ្ជាក់ប្រាប់អញ្ចឹងណាបន្ទាប់មកស្រាប់តែថ្ងៃតិចមិត្តភក្តិខ្ញុំផ្ញើវីដេអូមួយឲ្យមើលចាហើយវីដេអូនោះគាត់ប្រាប់ថាចេះគាត់មើលហើយគាត់ feel ថាវីដេអូហ្នឹងគឺស្រៀងខ្ញុំហើយខ្ញុំថាស្រៀងមិនទៅដល់ពេលខ្ញុំមើលទៅខ្ញុំចាប់បានពាក្យមួយចំនួនដែលនៅក្នុងវីដេអូហ្នឹងក៏ចែកម្លែកថាចេះភាពជោគជ័យគឺស្ថិតនៅលើកណ្ដាប់ដៃយើងខ្លួនឯងហើយអ្វីទាំងអស់វាអាស្រ័យនៅលើថាតើយើងចំណាយពេលវេលា serious about our time នៅក្នុងកម្រិតណាពីព្រោះទី1គឺយើងត្រូវគិតទៅដល់ថាតើយើង plan បែបម៉េចពីព្រោះដំបូងចំណុចដែលយើងត្រូវធ្វើជីវិតប្រចាំថ្ងៃហ្នឹងគឺយើងត្រូវគិតថាឥឡូវយើងនៅណាហើយ the gap between where we are now to where we want to be អញ្ចឹងមកថាឥឡូវយើងនៅណាហើយគោលដៅយើងនៅណាចា gap ហ្នឹងវាមានក្នុងកម្រិតណាហើយយើងត្រូវធ្វើម៉េចដើម្បីឲ្យទៅដល់គោលដៅមួយហ្នឹងអញ្ចឹងគឺលើសំខាន់នៅក្នុងវីដេអូហ្នឹងគេនិយាយថាចេះបើសិនជាយើងដឹងថាខ្លួនឯងនៅណាហើយដឹងពីគោលដៅរបស់ខ្លួនឯងហើយយើងមានវិធីសាស្ត្រក្នុងការទៅដល់គោលដៅហ្នឹងឲ្យបានសម្រេចគឺជាដំណាក់កាលទី1ដែលយើងអាចធ្វើបានអញ្ចឹងទី1គឺត្រូវមាន self awareness នឹងឯងទី2គេនិយាយថា it's about how you serious យើង serious អំពីពេលវេលាអញ្ចឹងមែនតើសម្រាប់ខ្ញុំមានមនុស្សជាច្រើនដែលគាត់បាន comment មកវិញដែរថាខ្ញុំដូចជា serious រឿង time ពេកឬមួយក៏អ្នកខ្លះក៏គេរសារនិយាយរួមទៅគឺមានគ្រប់បែបបទទាំងអស់តែពេលនៅពេលដែលគេមើលមកខ្ញុំហើយគេឃើញថាខ្ញុំចំណាយពេលវេលាធ្វើរឿងអីគឺ serious មែនតើណាអញ្ចឹងក៏ខ្ញុំ reflect មកខ្លួនឯងថា yes everything is about how you spend your time អញ្ចឹង quality of life is quality of spending time នឹងតែម្ដងអញ្ចឹងក្នុងវីដេអូហ្នឹងគឺគេនិយាយចឹងនៅពេលដែលយើង serious អំពី time យើងនៅពេលដែលយើង serious ថា okay យើង spend time សម្រាប់ planning សម្រាប់ strategy សម្រាប់ការអប់រំ self development character ដើម្បី groom mindset យើងឲ្យកាន់តែ positive កាន់តែ humble ហ្នឹងហើយគឺជាផ្លូវមួយបានថាជា value of life ដែលយើងត្រូវធ្វើហ្នឹងយើងចង់ធ្វើអ្វីមួយគឺយើងអត់នៅក្នុងវីដេអូនេះគេនិយាយចឹងគេថាបើសិនជាយើងចង់ធ្វើអ្វីមួយយើងមិនចាំបាច់ waiting for the perfect times or need permission from someone គឺមិនថាមិនចាំបាច់ដល់ពេលដែលល្អបំផុតពេលដែលត្រឹមត្រូវបំផុតឬក៏ត្រូវការសុំអនុញ្ញាតពីណាគេមិនបាច់ទេបើសិនជាចង់ធ្វើអីមួយឲ្យដឹងថាផ្លូវហ្នឹងគឺត្រូវហើយផ្លូវហ្នឹងគឺត្រូវធ្វើហើយគឺត្រូវតែធ្វើត្រូវទៅហ្មងកុំរងចាំ perfect time កុំរងចាំ permission ពីនរណាម្នាក់ឲ្យសោះពីព្រោះពេលវេលាកន្លងផុតទៅលឿនណាស់ហើយអត់អាចហៅមកវិញបានទេ so key take away នៅវីដេអូនេះចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងថាអញ្ចឹងwe are the own designer of our life យើងគឺជាអ្នក design ខ្លួនឯងផ្លូវណាដែលយើងចង់ដើរទី1ហើយទី2 please be serious about how you spend your time អរគុណជួបគ្នានៅវីដេអូក្រោយ